វីដេអូនេះគឺមានប្រយោជន៍អញ្ចឹងបងប្អូនមើលវីដេអូនេះបងប្អូនអាចធ្វើតាមខ្ញុំបានដោយមិនចាំបាច់អស់លុយមិនមានមន្ទិលសង្ស័យហើយក៏បងប្អូនដឹងច្បាស់ថាតើមាស 18K ហ្នឹងគឺបែបណាខ្ញុំបាទពុកម៉ែបងប្អូនចង់ដឹងថា Rolex គេមើលបែបណាជាប្រភេទមាស 18K ជាប្រភេទបែបណាដែលហៅថាការក្រមេបងប្អូនមើលវីដេអូនេះបងប្អូនចំណេញមិនចាំបាច់ទៅថាទទួលសេវាកម្ម check ឬក៏ទៅថាចង់មកហាងយើងខ្ញុំដែលឲ្យហាងយើងខ្ញុំធ្វើការ check ថានាឡិកា 18K មាសហ្នឹងណាស៊ីនឬក៏មិនស៊ីន original គេមើលបែបណាពុកម៉ែបងប្អូនខ្ញុំចង់បញ្ជាក់ជូនបងប្អូនថាគ្រាន់តែសេវាកម្មក្នុងការ check ក៏ចំណាយ$3ទៅ$400ដែរហើយហាងយើងខ្ញុំក៏មិនទទួលក្នុងការ check ដែរខ្ញុំចង់ឲ្យពុកម៉ែបងប្អូនគិតអញ្ចេះវិញមានន័យថាវីដេអូនេះគឺមានប្រយោជន៍អញ្ចឹងបងប្អូនមើលវីដេអូនេះបងប្អូនអាចធ្វើតាមខ្ញុំបានដោយមិនចាំបាច់អស់លុយមិនមានមន្ទិលសង្ស័យហើយក៏បងប្អូនដឹងច្បាស់ថាតើមាស 18K ហ្នឹងគឺបែបណាខ្ញុំចង់និយាយអញ្ចឹងណាបងប្អូនអាចដូចថាធ្វើការសិក្សាបានគឺយើងយកសាច់មាសគេមកដោះលើថ្មចាក់អាស៊ីតបាទអាហ្នឹងបងប្អូនចង់ដឹងច្បាស់ថាតើមាសគេ 18K ហ្នឹងតើការចាក់អាស៊ីតហ្នឹងវាមានបាត់ទឹកអត់បងប្អូន 18K គឺនៅតែ 18K សូម្បីតែកន្លះក៏ 18K ដែរបងប្អូនកន្លះតិចគេហ្នឹងណាហើយដោយសារតែខ្ញុំឃើញថានៅលើបណ្ដាញសង្គម Facebook គឺគេមានការលក់ខ្លែងខ្លាយជាច្រើនដែលគេប្រើនៅគេហៅថា Rolex ស្រោបមាស Rolex មាស 18K តម្លៃឬថា 4-500 អីចឹងណាតាមតែតម្លៃគេដាក់អីចឹងទៅពុកម៉ែបងប្អូនអត់តន់ថាយល់ច្បាស់ស្គាល់ពីសាច់ផ្លាទីននៃតួមាសគេបងប្អូនអាចយកតួហ្នឹងណាទៅចាក់អាស៊ីតបានខ្ញុំចង់បញ្ជាក់អញ្ចឹងជាទូទៅ Rolex ឲ្យតែក្រហមគឺមាស 18K អត់អាចជាប្រភេទស្រោបឬក៏អាហ្នឹងជាលក្ខណៈក្រមេអត់មានទេពុកម៉ែបងប្អូនគឺថា Rolex គឺអត់មានអ៊ីណុកក្រហមយកមកក្រមេពាក់ទៅស្លេកពាក់ទៅសបាទហ្នឹងស៊ីនដែរគឺអត់ទេណាពុកម៉ែបងប្អូនត្រូវចាំពាក្យខ្ញុំឲ្យច្បាស់មួយចំណុចហ្នឹងហើយបងប្អូនថាហេទិញក្រហមមកអញ្ចឹងមិនចាំបាច់រកកន្លែងណាឆែកទេបងប្អូនចាក់តាអាស៊ីតទៅហើយបើថាបងប្អូនរកអាស៊ីតនៅអត់បានអាចទៅជាងមាសជាងអីណាតែបងប្អូនស្គាល់ឲ្យគាត់ជួយចាក់អាស៊ីតទៅបាទព្រោះថាអ្វីដែលខ្ញុំធ្វើនេះគឺខ្ញុំឲ្យបងប្អូនមើលទូទៅបាទហើយអាស៊ីតនេះក៏មានពីរណាបងប្អូនអាស៊ីតសនិងអាស៊ីតលឿងហើយឥឡូវនេះខ្ញុំធ្វើការដោះជូនបងប្អូនមើលជាក់ស្ដែងថាតើមាស 18K original ចេញពីរោងចក្រ Rolex ចេញពីប្រទេសស្វីសគឺចាក់អាស៊ីតហើយមានកម្រិតប៉ុណ្ណាទៅមើលអស់គ្នាបាទបងប្អូនមុននឹងយើងធ្វើការចាក់អាស៊ីតដោះទឹកបងប្អូនទី1យើងមានស្រោមដៃទី2យើងតបិទម៉ាស់បងប្អូនព្រោះថាសារធាតុនេះបើយើងស្រោបទៅមិនមែនជារឿងល្អទេទៅថ្ងៃក្រោយប៉ះពាល់សុខភាពខ្លាំងណាពាក្យថាអាស៊ីតណាបងប្អូនហើយខ្ញុំធ្វើការបិទម៉ាស់ជូនបងប្អូនសិនបាទបងប្អូនអាស៊ីតគឺមាន2អាស៊ីតសនិងអាស៊ីតលឿងអាស៊ីតសរៀងខ្លាំងអាស៊ីតលឿងជាលក្ខណៈរៀងខ្សោយអញ្ចឹងយើងចង់ដឹងច្បាស់ថាតួយើងហ្នឹងល្អឬក៏អន់បាទទឹកគ្រប់ឬក៏មិនគ្រប់ខ្ញុំឧទាហរណ៍ជូនបងប្អូនក្នុងចំណុចដែលហៅថាការចាក់អាស៊ីតឲ្យបងប្អូនមើលហើយនេះគឺជាការថ្មដោះយើងធ្វើការដោះជូនបងប្អូនមើលបាទបងប្អូនការដោះហ្នឹងយើងចែដើម្បីមានភាពងាយស្រួលយើងដោះពីឆ្នោតមកបាទយើងយកសាច់ផ្លាទីនយើងហ្នឹងដោះចែខ្សែបាទទី1ហើយទី2ខ្ញុំដោះកន្លែងនេះមកបាទហើយនេះគឺជាអាស៊ីតបាទអាស៊ីតសនេះបងប្អូនឃើញទេបាទគេស៊ីដែរតែស៊ីបន្តិចទេបងប្អូនមកស៊ីបន្តិចទេអត់ស៊ីខ្លាំងទេបាទបើយើងធៀបទៅនឹងទឹកល្អគឺវាបែបហ្នឹងណាបងប្អូនហើយបើទឹកអន់ណាបងប្អូនចាក់អាស៊ីតសស៊ីចេញមកហាក់បាត់អាសារធាតុលឿងនឹងអស់លីងហ្មងហើយឥឡូវឧទាហរណ៍វិញបងប្អូនជៀននេះខ្ញុំមិនដឹងថាជៀនហ្នឹងទឹកល្អឬក៏ទឹកអន់ទេហើយសារធាតុនេះលកាក៏ដូចគ្នាដែរបងប្អូនខ្ញុំចង់និយាយថាគឺគេរំលាយបាទលក់បានលុយដូចជៀនដូចអីចឹងរំលាយបានដូចគ្នាហើយយើងចង់ដឹងច្បាស់ថាទឹកជៀននេះល្អឬក៏មិនល្អយើងអាចធ្វើវិធីសាស្ត្រមួយទៀតបាទគឺខ្ញុំធ្វើការដោះដូចគ្នាបាទឥឡូវនេះខ្ញុំដោះពីកន្លែងដូចគ្នាបាទជាទូទៅការដោះថ្មពុកម៉ែបងប្អូនយើងអត់ទាន់បញ្ជាក់ថាអាហ្នឹងទឹកល្អទឹកអន់ទេតោះយើងចាក់អាស៊ីតបាទនេះខ្ញុំបាទពណ៌ដើមគេអញ្ចេះហើយយើងដាក់មកឆ្នោតទៀត
ពីហ្នឹងបងប្អូនពីហ្នឹងឥឡូវនេះខ្ញុំវាយដាក់ចូលស៊ីតសសិនបាទបងប្អូនបាត់អស់លីងឃើញទេបងប្អូនឃើញចាក់ស្ដែងទេបងប្អូននេះឃើញទេទឹកអន់ណាអានេះយើងដោះមកដំបូងគឺបែបនេះយើងអត់តដឹងថាសារធាតុហ្នឹងទឹកប្រមាណទេទឹកល្អឬក៏ទឹកអន់ទេខ្ញុំចង់និយាយអញ្ចឹងណាបងប្អូនឈួលខ្ញុំបិទមកឲ្យក៏នៅរៀងឈួលដែរបងប្អូនដល់យើងដាក់អាស៊ីតទៅបងប្អូនឃើញបាត់អស់លីងសឹងថាគ្មានសារធាតុមីសទេបងប្អូនហើយបងប្អូនប្រើ original សឹងថាមិនបាច់ចាក់អាស៊ីតទេខ្ញុំចង់និយាយចឹងណាបាទតួ original ណាហើយបើថាបណ្ដាញ Facebook ខ្លះគាត់លក់ជាលក្ខណៈដែលហៅថាបន្លំនៅព័ត៌មានខ្លះទៅគាត់ថាអាហ្នឹងជាប្រភេទមាស 18K មាសអីស្រោបមាសស្រោបអីគ្មានទេពុកម៉ែបងប្អូន Rolex អត់មានសារធាតុស្រោបមាសស្រោបអីមកទេគឺមានតែមាសខ្ញុំចង់និយាយចឹងណាគឺមានតែមាស 18K មាស Gold និង Rose Gold ហើយវីដេអូនេះពុកម៉ែបងប្អូនមិនថាកាន់យកមក check នៅអស់សេវាអីទេហាងយើងខ្ញុំចង់និយាយថាអ្វីដែលខ្ញុំធ្វើនេះគឺមិនចង់ឲ្យបងប្អូនចំណាយលុយក្នុងការ check ទី1ទី2អ្វីដែលសំខាន់គឺចង់ឲ្យបងប្អូនមានថាចំណេះដឹងឬក៏បងប្អូនដឹងខ្លះពីនាឡិកា original ទម្រង់នេះបងប្អូនមើលបានមួយចំណែកទេមិនថាខ្ញុំធ្វើនេះហើយបងប្អូនមើលទៅថាដឹងថានឹងស៊ីននៅប្រកបពេលខ្លះទៅម៉ាស៊ីនទៀតនៅម៉ាស៊ីននៅតួអញ្ចឹងហាងយើងខ្ញុំគឺបង្ហាញទាំងអស់រមម៉ាស៊ីនរតួរអីហើយ original គេបើនិយាយពីតួវិញគឺគេមានត្រារបស់គេត្រឹមត្រូវត្រារបស់គេគឺ 18K 750ហើយកូពីក៏មាននៅ 18K 750រូបជីងរូបអីមានដូចគ្នាអញ្ចឹងបងប្អូនថាបើចង់ដឹងថាច្បាស់ស៊ីនបាទឲ្យទៅថាចាក់អាស៊ីតទៅបើថាគេលក់របស់នឹងសតយើងអត់ខ្លាចទេរឿងអាស៊ីតទៅបងប្អូនបាទការចាក់អាស៊ីតគឺជារឿងមួយថាធ្វើតេស្តមួយដ៏ត្រឹមត្រូវបំផុតខ្ញុំចង់និយាយចឹងណាកុំឲ្យទៅថាបងប្អូនខ្លះបាទឬថាយល់ច្រឡំពីរវាងនាឡិកា Rolex មាសប្រភេទក្រូមេ Rolex ដូចខ្ញុំបានបញ្ជាក់ថាមានក្រូមេទេហើយក៏គ្មានការស្រោបមាស 18K ដែរគឺមានតែមាសសុទ្ធបាទហើយបើប្រភេទតួ Inox Stainless Steel បាទកូនកាត់ highlight ជាមួយនឹងមាស 18K កដាលជាមួយនឹង Inox គៀនអញ្ចឹងបាទ Inox គៀនហើយនេះគឺជាមាស 18K មួយជុំទាំង9ទាំងអីអញ្ចឹងណាបងប្អូនបាទវីដេអូនេះបងប្អូនជួយ share បងសូមអរគុណ